មានមនុស្សច្រើនណាស់ចូលមកក្នុងជីវិតយើងមុននឹងចាក់ចេញទៅពួកគេម្នាក់សិតតែបានបង្រៀនយើងពីអ្វីមួយលុះដល់ថ្ងៃមួយយើងក៏បានជួបមនុស្សម្នាក់ដែលបានបង្រៀនយើងស្រឡាញ់យើងពេញមួយជីវិតហើយមិនបោះបង់មិនចាក់ចេញដូចអ្នកដទៃនោះជាដៃគូជីវិតដែលបានឃើញយើងនៅពេលដែលអាក្រក់បំផុតតែនៅតែជឿជាក់លើភាពល្អបំផុតរបស់យើងអាពាហ៍ពិពាហ៍ប្រៀបដូចជាសៀវភៅមួយក្បាលដែលចងក្រងអំពីជីវិតមនុស្សពីរនាក់ជាចម្រៀងដ៏ពីរោះជាផ្កាដ៏ក្រអូបជាចិត្តបរិសុទ្ធស្នេហាគឺជាក្តីស្រឡាញ់ហើយក្តីស្រឡាញ់ក៏ជាក្តីបារម្ភយោគយល់អភ័យទោសស្វែងយល់ជាអសត់ព្យាបាលនិងលូតលាស់ជាមួយគ្នាគេថាស្នេហានឹងស្វែងរកអ្នកពេលដែលអ្នកមិនរំពឹងស្វែងរកវាគ្រប់គ្នាតែងតែបានឮពាក្យថាស្នេហ៍ពិតតែមិនមែនគ្រប់គ្នាសុទ្ធតែបានយល់ពីអត្ថន័យពាក្យនេះឡើយជាអារម្មណ៍មួយដែលគ្រប់គ្រាន់ពេញលេញសុវត្ថិភាពមិនឯកាដោយព្រះអាទិត្យមានព្រះច័ន្ទស្នេហាគ្មានលក្ខខណ្ឌឡើយជាភាពបរិសុទ្ធជាការផ្ដល់ឲ្យដោយមិនចង់បានការតបស្នងគ្មានផ្លូវជីវិតណាដែលងាយស្រួលឡើយប៉ុន្តែគ្រប់ឧបសគ្គគ្រប់មេរៀនតាមដងផ្លូវជីវិតនឹងនាំឲ្យយើងបានជួបគ្នាមិនថាមានអ្វីកើតឡើងក្នុងជីវិតនេះយើងទាំងពីរដឹងច្បាស់ក្នុងចិត្តថាយើងនឹងអាចជំនះបានព្រោះយើងមានគ្នា